ការជាបានសិក្សានុសិស្សទាំងអស់ជាទីគោរពនាងខ្ញុំឈ្មោះប្រាសនិកាជាសិស្សថ្នាក់ទី 8A នៃសាលារៀនបញ្ញាជនកម្ពុជាខេត្តសាខាខេត្តពោធិ៍សាត់ថ្ងៃនេះខ្ញុំបាទជាមានសេចក្តីរីករាយជាខ្លាំងដែលបានឡើងមកនិយាយបកស្រាយអំពីប្រធានបទដែលគួរឲ្យចាប់អារម្មណ៍មួយនោះគឺកូនមេដាបេដាដោយតែអ្នកគ្នាបានដឹងចឹងនៅក្នុងពិភពលោកមួយនេះគ្មានក្តីស្រឡាញ់ឯណាដែលបរិសុទ្ធនិងធំជាងក្តីស្រឡាញ់របស់មេដាបេដាចំពោះបុត្រធីតានោះទេមេដាបេដាគឺជាបុព្វការីជនដ៏ខ្ពង់ខ្ពស់បុព្វវិចារនិងជាព្រះរស់នៅក្នុងផ្ទះដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះបុត្រធីតាឆ្លងហេតុផលទាំងនេះហើយទៅមានទស្សនៈពុទ្ធសាសនាបានចែងថាមេដាបេដាគឺជាបុព្វទេវីបុព្វវិចារនិងជាព្រះរស់របស់បុត្រធីតាតើទស្សនៈខាងលើនេះពិតជាត្រឹមត្រូវដែរឬទេដើម្បីជាមធ្យោបាយឈានដល់ការបកស្រាយនៅបញ្ហាខាងលើឲ្យបានបកស្រាយជាបឋមយើងក៏បានសិក្សាស្វែងយល់អត្ថន័យនៃពាក្យគន្លឹះជាមុនសិនរយងតាមវចនានុក្រមរបស់សព្ទព្រះសង្ឃរាជជនណាតពាក្យមេដាបេដាមានន័យថាឪពុកនិងម្ដាយដែលជាអ្នកដែលបានផ្ដល់កំណើតដល់កូនឯពាក្យបុត្រធីតាមានន័យថាកូនប្រុសស្រីសរុបន័យមកប្រធានខាងលើចង់បានសេចក្តីថាមេដាបេដាគឺជាអ្នកដែលមានគុណដ៏ខ្ពង់ខ្ពស់បំផុតជាបុព្វទេវីបុព្វវិចារនិងជាព្រះរស់របស់បុត្រធីតាជាការប៉ុណ្ណាមេដាបេដាគឺជាបុព្វទេវីនៃបុត្រធីតាមានន័យថាគឺជាទេវតាដើមដែលបានផ្ដល់កំណើតដល់កូននិងចិញ្ចឹមបីបាច់ថែរក្សាកូនអប់រំកូនតាំងពីតូចរហូតដល់ធំក្រៅពីការចិញ្ចឹមបីបាច់លោកបានដល់លើកភាពកក់ក្ដៅជាច្រើនទៀតដូចជាបញ្ជូនកូនឲ្យទៅសាលារៀនឲ្យកូនមានឱកាសបានចូលរួមនៅកម្មវិធីសកម្មភាពសប្បាយរីករាយនានានៅក្នុងជីវិតជាពិសេសលោកបានផ្ដល់នូវក្តីសង្ឃឹមគ្រប់បែបយ៉ាងដើម្បីឲ្យកូនរស់នៅមានភាពសុខស្រួលនិងសប្បាយរីករាយក៏ប៉ុន្តែមេដាបេដាមានសុខចិត្តរងគ្រោះលំបាកវេទនាដោយខ្លួនឯងដូចនេះបើគ្មានមេដាបេដាក៏គ្មានបុត្រធីតាដែរបើគ្មានបុព្វទេវីចាទេក៏បុត្រទាំងអស់មិនមានសេចក្តីសុខចម្រើនដែរឯបុព្វវិចារគឺមានន័យថាទេវតាដើមគ្រូអាចារ្យដើមមានន័យថាមេដាបេដាគឺជាគ្រូអាចារ្យដំបូងដែលបានអប់រំទូមានព្រាបដល់កូនចេះខិតខំសិក្សារៀនសូត្រចេះគោរពច្បាប់សង្គមចេះប្រព្រឹត្តអំពើល្អនិងចេះគោរពចាស់ទុំចេះគោរពគ្រូបាអាចារ្យនិងមិនប្រព្រឹត្តអំពើអាក្រក់ទុច្ចរិតដែលនាំឲ្យសង្គមស្អប់ខ្ពើមប៉ុន្តែប៉ុណ្ណោះលោកបានអប់រំទូមានព្រាបដល់ឲ្យកូនឲ្យចេះដឹងគុណនិងចេះស្ដាប់ស្នងសងគុណទៅកាន់គ្រូឧបវិជ្ជាយាចាចេះគោរពស្រឡាញ់បងប្អូនពូជពងត្រកូលផាសន្តាននិងចេះជួយយកអាសាញាតិមិត្តដោយមិនរើសអើងដូចនេះសេចក្តីល្អដែលកូនបានចេះដឹងគឺសុទ្ធសឹងតែបានមកពីមេដាបេដាទាំងអស់ឯព្រះព្រហ្មមេដាបេដាគឺជាព្រះព្រហ្មយ៉ាងពិតប្រាកដមួយសម្រាប់បុត្រធីតាសេចក្តីមេត្តាករុណាមុទិតាឧបេក្ខារបស់មេដាបេដាចំពោះបុត្រមានច្រើនជាអាណាគឺសេចក្តីគឺការផ្ដល់នូវសេចក្តីស្រឡាញ់ដល់កូនគ្រប់គំរូស្មើគ្នាអត់មានបន្តសោងងការអាណិតអាសូរប្រូបដៃរបស់មេដាបេដាចំពោះកូនដែលហ៊ានពលីការគ្រប់បែបយ៉ាងដើម្បីឲ្យកូនរស់នៅបានសុខស្រួលជាពិសេសមេដាបេដាមានសេចក្តីសប្បាយរីករាយណាស់នៅពេលដែលដឹងថាកូនរបស់ខ្លួនទទួលបាននូវសេចក្តីសុខចម្រើនឯឧបេក្ខាគឺជាការប្រមាថមើលដល់វែងឆ្ងាយរបស់មេដាបេដាក្នុងគោលបំណងចៅកូនខ្លួនទទួលបាននូវបុណ្យស័ក្តិក្នុងកិត្តិយសខ្ពង់ខ្ពស់ចំណេះដឹងខ្ពង់ខ្ពស់និងមានការគោរពស្រឡាញ់រាប់អានច្រើនជាមនុស្សសំខាន់សម្រាប់សង្គមនាថ្ងៃអនាគតដោយអំណាចនៃព្រហ្មវិហារធម៌ទាំងនេះហើយទៅលោកជាមេដាបេដាបានសុខចិត្តលះបង់ទាំងផ្លូវកាយទាំងផ្លូវចិត្តដើម្បីខិតខំរកនៅទ្រព្យសម្បត្តិជាច្រើនដើម្បីយកមកទុកកងដល់បុត្រធីតារបស់ខ្លួនឲ្យបានសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះដូចនេះបុត្រធីតាទាំងអស់ត្រូវចេះតបស្នងសងគុណទៅកាន់ឪពុកម្ដាយវិញដោយចេះខិតខំសិក្សារៀនសូត្រប្រព្រឹត្តអំពើល្អនិងមិនត្រូវធ្វើឲ្យលោកពិបាកចិត្តហើយត្រូវទំនុកបំរុងធ្វើបុណ្យទានជាមួយលោកនៅពេលដែលលោកចាស់ជរាទៅសរុបសេចក្តីមកប្រធានខាងលើពិតជាចង់បានសេចក្តីថាមេដាបេដាគឺជាព្រះព្រហ្មពិតប្រាកដរបស់បុត្រធីតាពិតមែនក្នុងតាមការបកស្រាយនៅប្រធានអត្ថបទខាងលើពិតជាត្រឹមត្រូវល្អគ្រូបានអប់រំឲ្យមនុស្សចេះដឹងគុណនិងចេះតបស្នងសងគុណទៅកាន់អ្នកមានគុណរបស់ខ្លួនវិញដូច្នេះក្នុងនាមជាខេមរៈបុត្រទាំងអស់ត្រូវចេះតបស្នងសងគុណទៅកាន់អ្នកមានគុណរបស់ខ្លួនในការខិតខំប្រឹងប្រែងសិក្សារៀនសូត្រចេះប្រព្រឹត្តអំពើល្អនិងមិនត្រូវធ្វើឲ្យលោកវិបាកចិត្តព្រោះតែយើងឡើយជាទីបញ្ចប់នេះខ្ញុំសូមអនុញ្ញាតសម្ដែងនៅការគោរពជម្រាបលាចំពោះគណៈកម្មការលោកនាយកលោកគ្រូអ្នកគ្រូព្រមទាំងអាណាព្យាបាលមេដាបេដាសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនមកទស្សនាស្ដាប់នាងខ្ញុំពីដើមរហូតដល់ចប់សូមជម្រាបលាសូមអរគុណ